ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបង្ហាញពីសម្លម្ជូរទាស្លឹកថ្នាំងចាម្ជូរទាកប៉ាអញ្ចឹងគ្រឿងក្រៅរៀបចំដាក់ចូលក្នុងឆ្នាំងមានទាកប៉ាកាប់រួចអីអញ្ចឹងទៅហើយមានប្រហុកគល់ក្រេះក្រូចហើយម្ដេងជាមួយនឹងដាក់ល្មៀតម្ដុំអីអញ្ចឹងណាហើយក៏ផ្សំគ្រឿងប៊ីចេងបើស្ករអីទៅក៏កូរច្បល់វាដើម្បីឲ្យវាសប់ហើយអ្នកនរគ្នាឃើញអាកំទេចឃីវហ្នឹងណាគឺស្លឹកថ្នាំងដែលខ្ញុំអានកិនវារួចអញ្ចឹងយើងដាក់រងាស់វាឲ្យឡើងផុយសាច់ទៅគឺជាការស្រេចហើយយើងភ្លក់រសជាតិជូរប្រៃមកល្មមតាមចំណង់ចំណូលចិត្តណាហើយអញ្ចឹងសម្រាប់ខ្ញុំគឺចូលចិត្តរសជាតិសម្លនេះគឺរៀងដិតបន្តិចជូរប្រៃហើយមិនចូលចិត្តផ្អែមខ្លាំងទេអញ្ចឹងភ្លក់ល្មមហើយគឺដាក់ញ៉ាំបានហើយរងាស់ទឹកវារៀងខាស់តិចទៅណាអ្នកនរគ្នាកុំឲ្យវានៅទឹកច្រើនពេកហើយនេះតំណងញ៉ាំអស់ឡើងច្រើនមែនតើអែម